បាទជំរាបសួរលោកអ្នកគ្រូវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជូនលោកអ្នកគ្រូពីរបៀបក្នុងការបង្កើតគណនី Gmail នៅលើទូរស័ព្ទដៃសម្រាប់ទូរស័ព្ទដៃដែលខ្ញុំកំពុងតែបង្ហាញជូនលោកអ្នកគ្រូគឺជាទូរស័ព្ទដៃដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាទទូរស័ព្ទដៃ Samsung បាទដើម្បីចូលទៅបង្កើតគណនី Gmail ឬក៏គណនី Google បានដំបូងសូមលោកអ្នកគ្រូបើកកម្មវិធី Gmail ជាមុនសិនបាទនេះកម្មវិធី Gmailបាទសូមបញ្ជាក់ជូនលោកអ្នកគ្រូផងដែរថាចំពោះវីដេអូនេះរៀងលឿនបន្តិចបាទដោយសារតែយើងបង្កើតភ្លាមតែម្ដងជោគជ័យឬមិនជោគជ័យយើងតាមដានឬក៏អនុវត្តទាំងអស់គ្នាបាទតោះចូលទៅកាន់ Gmail បាទចូលមកដល់ចំណុចនេះកន្លែងនេះអត់អីទេលោកអ្នកគ្រូចុច no send នេះក៏បានអត់អីទេបាទនៅលើទូរស័ព្ទដៃខ្ញុំមានគណនី Gmail មួយរួចហើយខ្ញុំចង់បង្កើតថែមមួយទៀតលោកអ្នកគ្រូគ្រាន់តែចុចនៅលើខាងស្ដាំបាទផ្នែកខាងលើនេះបាទនេះគឺជាគណនី Gmail ទី1ដែលខ្ញុំមាននៅក្នុងទូរស័ព្ទដៃដើម្បីបង្កើតគណនី Gmail បន្ថែមទៀតលោកអ្នកគ្រូគ្រាន់តែចុចត្រង់កន្លែង add another account នេះមកបាទរងចាំបន្តិចគោលបំណងរបស់យើងគឺយើងចង់បង្កើតគណនី Gmail គឺក្រុមហ៊ុនមេរបស់ Gmail គឺ Google បាទដូចនេះលោកអ្នកគ្រូត្រូវចុចត្រង់កន្លែង Google នេះមកបាទ Google រងចាំបន្តិចជំហានបន្តមកទៀតសូមលោកអ្នកគ្រូមើលទៅផ្នែកខាងក្រោមបន្តិចនៅត្រង់កន្លែងនេះឃើញមាន create account ភាសាខ្មែរសរសេរថាបង្កើតគណនីថ្មីកន្លែងនេះណាបាទតោះយើងចុចលើ create account ទាំងអស់គ្នាកន្លែងនេះខាងលើបង្កើតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនខាងក្រោមសម្រាប់ការងារឬក៏ business ជាទូទៅយើងបង្កើតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដូចនេះសូមលោកអ្នកគ្រូរើសយក for my personal use first name ជាការឧទាហរណ៍ណាបាទ last name ដាក់មកបាទក្រោយពីលោកអ្នកគ្រូវាបញ្ចូល first name last name រួចហើយសូមលោកអ្នកគ្រូចុច next រៀងលឿនបន្តិចណាបាទតោះខែកំណើតកើតនៅខែណាបាទរើសមកថ្ងៃទីកើតនៅថ្ងៃទីប៉ុន្មានឆ្នាំមកទៀតភេទបាទមានភេទស្រីភេទប្រុសជាដើមបាទខ្ញុំរើសយកភេទស្រីតទៅមកទៀតសូមលោកអ្នកគ្រូចុច next មកដល់ចំណុចនេះខាង Google គាត់បង្ហាញគណនី Gmail ចំនួន2យើងស្រឡាញ់គណនីមួយណាយើងរើសយកមួយនោះទៅបើសិនជាក្នុងចំណោម2ខាងលើនេះលោកអ្នកគ្រូមិនស្រឡាញ់ឈ្មោះទេលោកអ្នកគ្រូគ្រាន់តែចុច create your own Gmail address មានន័យថាយើងបញ្ចូលឈ្មោះ Gmail ដែលយើងស្រឡាញ់ពេញចិត្តបាទសម្រាប់ខ្ញុំរើសយកនេះទៅបាទទៅមកទៀតចុច next បាទនៅត្រង់កន្លែងនេះវាបញ្ចូលលេខសម្ងាត់បាទលេខសម្ងាត់ផ្ទាល់ខ្លួនយើងចង់ដាក់លេខសម្ងាត់យ៉ាងម៉េចយើងដាក់ទៅបាទបើសិនជាលោកគ្រូthíchកន្លែង show password មានថាពេលដែលវាលេខសម្ងាត់ឧទាហរណ៍វាមកលេខសម្ងាត់បង្ហាញបែបនេះបាទពេលដែលវាបញ្ចូលហើយយើងកត់លេខសម្ងាត់ចំណាំទៅបាទសម្រាប់ខ្ញុំដកthíchនេះមកពេលដែលវាបញ្ចូលលេខសម្ងាត់បាទតែបែបនេះបាទយើងចាប់ផ្ដើមដាក់លេខសម្ងាត់ទាំងអស់គ្នាបាទក្រោយពីដាក់លេខសម្ងាត់រួចរាល់អស់ហើយសូមលោកអ្នកគ្រូចុច next បាទក្រោយពីលោកអ្នកគ្រូធ្វើការបង្កើតគណនី Gmail នៅលើទូរស័ព្ទដៃបានដោយជោគជ័យជំហានបន្តមកទៀតយើងយកគណនី Gmail ដែលបានបង្កើតនៅលើទូរស័ព្ទដៃយកមក sign in នៅលើ Google Chrome លើកុំព្យូទ័របាទដើម្បីធ្វើការ sign in គណនី Gmail បានដំបូងសូមលោកអ្នកគ្រូបើក Google Chrome នៅលើកុំព្យូទ័របាទក្រោយពីបើក Google Chrome ហើយជំហានបន្តមកទៀតសូមលោកអ្នកគ្រូមើលទៅផ្នែកខាងស្ដាំនៅខាងលើនេះណាបាទនេះដោយសារតែខ្ញុំមានគណនី Gmail មួយរួចហើយនៅលើ Google Chromeដើម្បីបន្ថែមគណនី Gmail បន្ថែមទៀតលោកអ្នកគ្រូគ្រាន់តែចុចលើគណនីយើងចាស់យើងបាទជំហានបន្តមកទៀតសូមលោកអ្នកគ្រូ scroll ទៅខាងក្រោមអូសទៅខាងក្រោមនេះបាទ
កន្លែងនេះជាគណនី Gmail ដែលយើងបាន sign in ចូល Google Chrome ដើម្បី sign in គណនី Gmail បន្ថែមទៀតលោកអ្នកគ្រូគ្រាន់តែចុចនៅត្រង់ add ជ្រោម profile បាទកន្លែងនេះណាបាទចុចមកចុចទាំងអស់គ្នាបាទក្រោយពីចុចហើយយើងបានផ្ទាំងនេះផ្ទាំងទី2បាទនេះផ្ទាំងទី1ហើយមិញនេះផ្ទាំងនេះគឺផ្ទាំងទី2បាទចុះផ្ទាំងទី1យើងអាចបិទបានបាទបិទចុះអត់អីទេហើយផ្ទាំងនេះគឺផ្ទាំងទី2បាទកន្លែងនេះលោកគ្រូចុច sign in មកបាទ sign in ហើយវាបញ្ចូលគណនី Gmail ដែលយើងទើបនឹងបង្កើតបានជោគជ័យមិញបាទតោះវាបញ្ចូលទាំងអស់គ្នាបាទក្រោយពីលោកគ្រូវាបញ្ចូលគណនី Gmail រួចរាល់អស់ហើយជំហានបន្តមកទៀតសូមលោកគ្រូចុច next បាទ next ណាបាទរងចាំបន្តិចមកដល់ចំណុចនេះយើងបញ្ចូលលេខសម្ងាត់គណនី Gmail យើងបាទកាលពីជំហានមុនលោកគ្រូបានបង្កើតគណនី Gmail ហើយបានដាក់លេខសម្ងាត់ផ្ទាល់ខ្លួនបាទជំហាននេះគឺយើងយកគណនី Gmail ដែលយើងបានបង្កើតជោគជ័យយកមក sign in ចូល Google Chrome យើងបាទហើយកន្លែងនេះគឺជាលេខសម្ងាត់ដែលយើងបានដាក់កាលពីជំហានមុនណាបាទតោះចាប់ផ្ដើមវាបញ្ចូលមកបាទក្រោយពីលោកគ្រូវាបញ្ចូលលេខសម្ងាត់រួចរាល់អស់ហើយជំហានបន្តមកទៀតប្រសិនបើលោកគ្រូចង់បង្ហាញលេខសម្ងាត់លោកគ្រូគ្រាន់តែ tick កន្លែងនេះមកបាទ tick កន្លែង show password ដើម្បីពិនិត្យមើលលេខសម្ងាត់ថាតើលេខសម្ងាត់យើងវាបញ្ចូលត្រឹមត្រូវហើយឬនៅបាទជំហានបន្តមកទៀតលោកគ្រូគ្រាន់តែចុចលើ nick នេះមករងចាំបន្តិចបាទមកដល់ចំណុចនេះលោកគ្រូមើលទៅផ្នែកខាងក្រោមនៅខាងស្ដាំនេះបាទនៅត្រង់ចំណុចនេះលោកគ្រូត្រូវរើសយក yes I'm in បាទមកដល់ចំណុចនេះអនុញ្ញាតឲ្យលោកគ្រូធ្វើការដាក់ឈ្មោះសម្គាល់ទៅលើ profile ជ្រោមរបស់យើងបាទគណនី Gmail ដែលយើងបាន sign in ចូលមិញលោកគ្រូចង់ដាក់ឈ្មោះសម្គាល់ថាម៉េចឧទាហរណ៍ថាខ្ញុំដាក់ថា001ឧទាហរណ៍ចឹងណាបាទនេះឈ្មោះដាក់ពេញក៏បានអីទេបាទកន្លែងនេះយើងអាចកែសម្រួលនៅពេលក្រោយបានឈ្មោះនេះណាបាទអូខេក្រោយពីដាក់ឈ្មោះសម្គាល់រួចហើយយើងចុច done បាទចុចមកកន្លែងនេះខ្ញុំដាក់ពេញអេក្រង់ទៅម្ដងស្រួលមើលបាទកន្លែងនេះចែកសញ្ញាឧទានយើងមើលមកបាទនេះទៀមទាឲ្យយើងធ្វើអីទៀតបើយើងមិនចង់ធ្វើអីទៀតគឺយើង dismiss នេះមកបាទខាងលើនេះអត់អីទេយើងអាច enable extension ផ្សេងៗបានណាបាទនៅពេលនេះយើងបាន sign in គណនី Gmail ដែលបង្កើតនៅលើទូរស័ព្ទដៃចូលមកក្នុងកុំព្យូទ័រនៅលើ Google Chrome បានដោយជោគជ័យបាទសូមបញ្ជាក់បន្ថែមម្ដងទៀតទី1យើងចូលទៅបង្កើតគណនី Gmail គឺយើងចូលទៅបង្កើតនៅលើទូរស័ព្ទដៃបាទដូចវីដេអូជំហានដំបូងណាបាទចូលទៅក្នុងកម្មវិធី Gmail ហើយចុចបង្កើតក្រោយពីបង្កើតគណនី Gmail នៅលើទូរស័ព្ទដៃបានដោយជោគជ័យហើយជំហានបន្តមកទៀតយើងយកគណនីដែលយើងបានបង្កើតនៅលើទូរស័ព្ទដៃយកមក sign in ចូល Google Chrome នៅលើកុំព្យូទ័របាទចូលលោកគ្រូប្រកាសជាឆ្ងល់ថាចុះមិនយើងមិនបង្កើតនៅលើ Google Chrome លើកុំព្យូទ័រតែម្ដងបាទពេលខ្លះយើងបង្កើតបាននៅលើកុំព្យូទ័រពេលខ្លះបង្កើតគណនី Gmail អត់បានទេទាមទារ scan អីផ្សេងៗអញ្ចឹងទៅវាពិបាកបាទចា៎ហើយវិធីដែលខ្ញុំអនុវត្តធ្លាប់ធ្វើបានជោគជ័យគឺយើងបង្កើតគណនី Gmail នៅលើទូរស័ព្ទដៃទៅមកទៀតពេលបង្កើតបានជោគជ័យយើងយកគណនី Gmail យកមក sign in ចូល Google Chrome នៅលើកុំព្យូទ័របាទអរគុណច្រើនចំពោះវីដេអូក្នុងការបង្ហាញពីរបៀបក្នុងការបង្កើតគណនី Gmail គឺមានតែប៉ុណ្្នេះទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត